ក្រមនិន្នាការសកលនៃម្ហូបជប៉ុន JCDC គណៈកម្មាធិការអភិវឌ្ឍម្ហូបជប៉ុននិងវប្បធម៌របបអាហារបានរៀបចំការធ្វើតេស្តជំនាញធ្វើម្ហូបដើម្បីបញ្ជាក់លក្ខណៈសម្បត្តិម្ហូបជប៉ុនពិតប្រាកដសម្រាប់មេចុងភៅបរទេសមេចុងភៅបរទេសចំនួន12នាក់បានដាក់ពាក្យស្នើសុំដើម្បីបញ្ជាក់លក្ខណៈវិញ្ញាបនបត្រមាសឬវិញ្ញាបនបត្រប្រាក់មេចុងភៅខ្លះបានទទួលការបណ្ដុះបណ្ដាលនៅក្នុងភោជនីយដ្ឋានប្រពៃណីជប៉ុនអ្នកផ្សេងទៀតបានទទួលជ័យជំនះក្នុងព្រឹត្តិការណ៍ជើងឯកម្ហូបជប៉ុនដែលរៀបចំដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដោយសារតែវិញ្ញាបនបត្រប្រាក់ក្នុងរយៈពេល6ខែនេះពិតជាបទពិសោធន៍ដ៏ធំមួយសម្រាប់ខ្ញុំដូច្នេះខ្ញុំគិតថាវានឹងក្លាយជាតួនាទីដ៏សំខាន់បំផុតក្នុងរយៈពេលប្រមាណឆ្នាំខាងមុខសម្រាប់ខ្ញុំការធ្វើតេស្តគុណវុឌ្ឍិសម្រាប់កម្រិតប្រាក់នេះមានសារៈសំខាន់ខ្លាំងណាស់ខ្ញុំបានប្រមូលផ្ដុំបទពិសោធន៍របស់មេចុងភៅម្ហូបជប៉ុនលើកនេះការចូលរួមនេះគឺអស្ចារ្យណាស់បន្ទាប់ពីទទួលបានគុណវុឌ្ឍិកម្រិតមាសការទិញគ្រឿងផ្សំជប៉ុននឹងកាន់តែងាយស្រួលនៅក្នុងប្រទេសសង្ហបុរីបច្ចុប្បន្នគ្រឿងផ្សំចម្រុះនិងមានគុណភាពខ្ពស់គឺស្ថិតនៅក្នុងទីផ្សារជប៉ុនប្រសិនបើខ្ញុំទទួលបានឯកអគ្គរដ្ឋទូតកម្រិតមាសវាងាយស្រួលក្នុងការប្រើគ្រឿងផ្សំបែបនេះនៅក្នុងភោជនីយដ្ឋានរបស់ខ្ញុំមានម្ហូបអាហារជាច្រើនត្រូវចម្អិនជាមួយគ្នាយើងប្រើ Katsuobushi Kombu បន្ទាប់មកយើងមានត្រី Salmon Kanpachi Hamachi យើងទទួលបាន Miso Sake Mirin លើគ្រឿងទេសមូលដ្ឋាននិងអ្វីៗផ្សេងទៀតមេចុងភៅ2នាក់បានដាក់ពាក្យស្នើសុំធ្វើតេស្តគុណវុឌ្ឍិមាសចំអិនអាហារប្រអប់ Bento Sokado នៅទីក្រុងតូក្យូខ្ញុំបានសិក្សម្ហូបតូក្យូនិងទទួលបានការវិតម្លៃពីមេចុងភៅផ្សេងទៀតឥឡូវនេះខ្ញុំសិក្សានៅទីក្រុង Kagourasaka ទីក្រុងតូក្យូខ្ញុំសង្ឃឹមថានឹងនាំយកបទពិសោធន៍របស់ខ្លួនមកប្រទេសវៀតណាមវិញដើម្បីបើកដំណើរការភោជនីយដ្ឋានរបស់ខ្ញុំសិស្សទាំងនោះចងចាំសាររបស់អ្នកណែនាំថាប្រទេសនីមួយៗមានរសជាតិនីមួយៗដែលកំណត់ដោយសីតុណ្ហភាពនិងសម្ពាធខ្យល់សូមសម្របខ្លួនទៅនឹងរសជាតិទាំងនោះដើម្បីបំពេញរសជាតិម្ហូបជប៉ុនភាគច្រើនសម្រាប់ប្រទេសរបស់អ្នក